បងប្អូនយើងធ្លាប់ដែលសួរខ្លួនឯងដែរថានៅក្នុងចក្រវាឡទាំងមូលហ្នឹងក្រៅពីផែនដីយើងនៅមានផែនដីណាទៀតទេនៅមានភពណាទៀតទេហើយមានមនុស្សមានសត្វលោករស់នៅទេហើយមនុស្សសត្វលោកនៅភពនោះវាដូចជាយើងអញ្ចឹងទេរូបរាងក៏ដូចទេហើយពុំមានការកើតចាស់ស្លាប់ឈឺស្លាប់អញ្ចឹងទេប្រហែលជាមានបងប្អូនខ្លះធ្លាប់ឆ្ងល់ហើយក៏បងប្អូនខ្លះក៏មិនកចេឆ្ងល់ទេគឺតាមដំណើរដល់ណាក៏ដល់ហ្នឹងហើយបើតាមខ្ញុំតាំងពីតូចខ្ញុំចង់ឆ្ងល់ថារឿងហេតុអីមនុស្សយើងកើតមកហើយធំហើយឈឺហើយចាស់ហើយស្លាប់គិតទៅគិតមកអត់មានន័យអីទេហ្មងហើយបើតាមវិទ្យាសាស្ត្រទេគេថាមនុស្សយើងតែស្លាប់អស់ហើយគឺសូន្យគឺទៅជាដីជាផេះអស់វាអត់នៅសល់អីទេខ្ញុំក៏អង្គុយគិតសពចូលជីវិតសត្វលោកមនុស្សលោកយើងមិនក៏អត់មានន័យអីសោះអញ្ចឹងខំប្រឹងប្រែងយ៉ាងណាក៏ដោយដល់ពេលចំក្រោយទៅជាផេះទៅជាផុកទៅជាដីធូលីអស់អត់មានសល់ស្អីសល់តែឆ្អឹងមកកញ្ចប់ហើយមកតាមវិទ្យាសាស្ត្រទៀតគឺថាស្លាប់គឺវាអស់វាសូន្យគឺថាធ្វើឲ្យខ្ញុំមានអាការវាមិនសប្បាយក្នុងចិត្តហេតុអីសួរខ្លួនឯងថាមិនគុំសត្វលោកអត់មានន័យអីទាំងអស់ហេតុអីកើតហើយធំឡើងហើយក៏ស្លាប់បាត់ហើយសូន្យសំខាន់អាពាក្យសូន្យយើងគិតថាអត់មានន័យតែហ្មងខ្ញុំគិតតាំងពីតូចមិនមែនទៅគិតឥឡូវទេខ្ញុំគិតតាំងពីខ្ញុំមិនតាន់ស្ដាប់ព្រះពុទ្ធសាសនាម្លេះខ្ញុំឃើញដូចជាវាអត់មានន័យអីសោះបើជីវិតមនុស្សវាបានតែប៉ុណ្្នឹងផងមានអីសំខាន់ដល់ពេលខ្ញុំបានសិក្សាពីព្រះពុទ្ធសាសនាខ្ញុំដឹងថាជីវិតមនុស្សយើងមិនមែនស្លាប់ហើយសូន្យទេយើងគ្រាន់តែបដូរពីកាយមួយទៅកាយមួយពីកាយខ្ពស់ទៅខ្ទាបឬខ្ទាបទៅខ្ពស់ឬខ្ទាបទៅខ្ទាបខ្ពស់ទៅខ្ពស់ក៏មិនយើងមិនអាចដឹងទេដោយសារបុណ្យកុសលរបស់យើងជាអ្នកតាក់តែងយើងធ្វើបុណ្យបានបុណ្យធ្វើបាបបានបាបឯនោះគឺវាដោយសារបុណ្យបាបនោះវាតាក់តែងហើយនោះមនុស្សយើងវាអាចបដូរប្រានពីកាយមួយនេះទៅកាយមនុស្សខ្ញុំតាំងពីខ្ញុំឮរឿងនេះខ្ញុំមានសង្ឃឹមបន្តិចខ្ញុំនិយាយមែនខ្ញុំមានសង្ឃឹមបន្តិចខ្ញុំថាជីវិតសត្វលោកវាមិនមានអត់ន័យទេវាមានន័យប៉ុន្តែវាគ្រាន់តែបដូររូបរាងបដូរកាយតែប៉ុណ្ណោះហេតុនោះហើយខ្ញុំមានសង្ឃឹមហៅថាមានសង្ឃឹមក្នុងជីវិតវាមិនដូចជាវាមិនឃើញមិនអស់សង្ឃឹមដូចកាលនៅតូចទេនៅតូចមិនតាន់ស្គាល់ពុទ្ធសាសនាខ្ញុំឃើញថាមិនជីវិតមនុស្សលោកអស់សង្ឃឹមហ្មងវាអត់សំខាន់អីផងខំប្រឹងហើយប្រឹងទៀតអាចងាប់បាត់សូន្យអត់មានន័យអីសោះឥឡូវខ្ញុំមិនត្រឹមតែខ្ញុំដឹងថាជីវិតវាមានន័យទេមានន័យមួយទៀតពេលខ្ញុំដឹងពីភពសុខាវតីគឺជាភពមិនមែនភពធម្មតាដូចជាផែនដីយើងឬភពព្រះអាទិត្យព្រះច័ន្ទសុក្រសៅរ៍អង្គារទេមិនដូចទេព្រោះអីភពទាំងឡាយដែលយើងមើលឃើញផ្នែកសាច់យើងហ្នឹងវាគ្រាន់តែភពធម្មតាវានៅមានភពផ្សេងដទៃទៀតដែលយើងមើលមិនឃើញដូចជាភពទេវតាប្អិនព្រំជាដើមប៉ុន្តែភពទាំងនេះទោះបីជាវាអស្ចារ្យជាងភពមនុស្សលើយើងអស្ចារ្យជាងភពផែនដីយើងប៉ុន្តែវានៅតែមិនតាន់អាចចារពេកទេព្រោះអីវានៅបដូរចុះបដូរឡើងទោះបីឡើងដល់ទេវតាប្អិនព្រំក៏ដោយដល់ពីអស់បុណ្យក៏ទៅធ្លាក់មកជាមនុស្សលោកឬជាសត្វទេរឆានជាដើមគឺវាមិនគង់វង្សទេវានៅមានបដូរចុះបដូរឡើងបដូរចុះបដូរឡើង
ដល់ពេលខ្ញុំដឹងពីភពមួយគឺហៅថាភពសុខាវតីរបស់ព្រះពុទ្ធអមិតាភៈក្នុងគម្ពីរព្រះសូត្រគឺព្រះសម្មាសម្ពុទ្ធយើងបានទេសនាមឲ្យព្រះសិរីបុត្រអំពីភពសុខាវតីរបស់ព្រះពុទ្ធអមិតាភៈហើយព្រះអង្គដាស់តឿនឲ្យសត្វលោកយើងខំប្រឹងប្រាថ្នាកើតទៅភពនោះហេតុអ្វីទៅហេតុតែភពនោះជាសុគតិភពគឺមនុស្សនៅលោកនៅភពនោះមានតែសេចក្តីសុខអត់មានសេចក្តីទុក្ខទេហើយសំខាន់គឺបានកើតទៅភពនោះមនុស្សយើងកើតចេញពីផ្កាឈូកហើយមនុស្សយើងគឺអត់មានឈឺអត់មានចាស់ឬក៏អត់មានស្លាប់ទេគឺអាយុឃើញក្មេងរហូតដូចជាអាយុ8 10ជាងរហូតដល់ពេលណាត្រាស់ដឹងជាព្រះពុទ្ធចូលនិព្វានតែម្ដងគឺមិនមែនស្លាប់ដូចជាមនុស្សលោកនៅលើផែនដីយើងទៀតទេហើយនៅភពនេះគឺហៅថាភពមួយពិសេសយើងអាចហៅថាភពបរិសុទ្ធឬឋានសួគ៌ទិសខាងលិចឬហៅភពសុខាវតីចង់ហៅមួយណាក៏បានដែរភពមួយនឹងគឺអស្ចារ្យជាងគេទាំងអស់នៅក្នុងចក្រវាលភពកើតឡើងដោយសារបុណ្យបារមីរបស់ព្រះពុទ្ធអមិតាភៈមិនមែនជាភពកើតឡើងដោយសារកម្មពីរបស់សត្វលោកទេហើយនៅភពមួយនេះគឺអស្ចារ្យណាស់បើមនុស្សយើងចង់បានកើតទៅភពសុខាវតីគឺវាមិនពិបាកទេប៉ុន្តែក៏វាមិនងាយដែរហេតុអីវាមិនពិបាកព្រោះអីយើងគ្រាន់តែជាមនុស្សសេចក្ដីរិតមនុស្សគឺមនុស្សល្អហ្នឹងយើងគ្រាន់តែជាមនុស្សល្អទៅបានហើយយើងត្រូវតែជឿថាមានភពសុខាវតីមែនពិតមិនមែនខ្លែងខ្លាយគឺថាយើងជឿចិត្ត 100% ថាមានភពសុខាវតី 100% ហើយយើងប្រាថ្នាបួងសួងសុំកើតទៅភពសុខាវតីហើយសំខាន់មួយទៀតយើងត្រូវតែនឹករលឹកសូត្រដល់ព្រះនាមព្រះពុទ្ធអមិតាភៈគ្រាន់តែប៉ុណ្្នឹងឯងគ្រាន់តែ3លក្ខខណ្ឌគឺថាវាមិនពិបាកទេសំណុកណាហើយប៉ុន្តែក៏ពិបាកដែរថាសំណុកក៏សំណុកបើពិបាកក៏ពិបាករឿងអីពិបាករឿងថាយើងវាមិនងាយជឿទេអ្នកខ្លះគេថាមិនគួរងាយម្លេះសំបីតែព្រះពុទ្ធព្រះអង្គចង់បានត្រាស់ដឹងព្រះអង្គសន្សំបុណ្យដល់ប្រមាណសែនកាប់ឯណោះមិនមែនតិចទេហើយមិនយើងគ្រាន់តែសូត្រដល់ព្រះនាមព្រះពុទ្ធអមិតាភៈអាចរួចផុតពីសង្សារវដ្តគឺថារឿងនឹងរឿងវាពិបាកជឿហេតុនោះព្រះអង្គក៏ដាស់តឿនហើយដាស់តឿនទៀតថាគម្ពីរព្រះសូត្រហ្នឹងគឺថានិយាយពីភពសុខាវតីហ្នឹងមានអ្នកខ្លះគេមិនជឿទេទោះបីចេញពីមកព្រះពុទ្ធក៏គេមិនជឿដែរព្រោះគេមិនជឿគេថាវាងាយពេករឿងមួយគឺវាមិនងាយជឿនឹងជារឿងពិបាកហើយពីរទៀតគឺដើម្បីឲ្យយើងនឹករលឹកដល់ព្រះអង្គដល់ពេលបានកើតទៅភពសុខាវតីនោះក៏វាមិនងាយដែរព្រោះអីមនុស្សយើងក្នុងចំណន់យើងក្នុងកាលរបស់យើងកំពុងរស់នៅនោះគឺការអាក្រក់គឺមនុស្សលោកយើងអាចតាំងពីចិត្តគំនិតអីហ្នឹងវាមិនស្ងប់ទេមនុស្សលោកយើងក្នុងចំណន់ហ្នឹងវាលោភលន់ណាគឺបើយើងចង់កើតទៅភពសុខាវតីយើងត្រូវតែមូលអារម្មណ៍យើងនឹកទៅព្រះពុទ្ធអមិតាភៈតែមិនតែមួយអង្គតែប៉ុណ្ណោះធ្វើឲ្យអារម្មណ៍យើងអាចហៅថាចូលឈានណាពេលយើងនឹកដល់ព្រះអង្គវាប្រៀបដូចយើងចូលឈានគឺមិនបែកអារម្មណ៍ទេអារម្មណ៍មូលនឹកតែព្រះអង្គតែមួយអង្គកើត
ងាយធ្វើទេមិនងាយធ្វើទេមិនងាយទេកុំស្មានថាយើងគ្រាន់តែសូត្រព្រះនាមព្រះពុទ្ធអមិតាភៈសើសើហើយអញ្ចឹងបានมันបានទេយើងខំប្រឹងប្រែងខ្លាំងណាស់ដល់ពេលណាយើងសូត្រយើងនឹកដល់ព្រះនាមព្រះអង្គបានគឺថាដិតជាប់អារម្មណ៍មូលអារម្មណ៍មិនគេហៅថាចូលកម្មដ្ឋានបានពេលនោះហើយទើបអាចបានកើតទៅភពសុខាវតីរបស់ព្រះពុទ្ធអមិតាភៈគឺមិនងាយទេណាទោះបីវាងាយជាងយើងឡើងឋានសួគ៌ទៀតប៉ុន្តែក៏វាមិនងាយដែរឡើងឋានសួគ៌យើងខំកាន់សិល8ផងសិល10ផងហើយមិនតាន់ចាក់បានឡើងទៀតហើយបើឡើងឋានសួគ៌បានហើយអស់បុណ្យធ្លាក់មកទៀតហើយបើទៅភពសុខាវតីវិញវាងាយជាងណាបើយើងកាន់បានសិល5សិល10សិល8វាល្អហើយបើកាន់មិនបានទេបានបន្តិចបន្តួចក៏បានដែរប៉ុន្តែសំខាន់គឺសូត្ររលឹកដល់ព្រះពុទ្ធអមិតាភៈឲ្យវាមូលអារម្មណ៍ចូលកម្មដ្ឋាននឹងបានហើយប៉ុន្តែសួររឿងនឹងងាយទេមិនងាយទេបើងាយនឹងគេបានកើតទៅភពនោះអស់ហើយហេតុនោះហើយក៏វាមិនងាយដែរវាមិនសំណុកទេណាទោះបីសំណុកប៉ុន្តែវាមិនសំណុកទោះបីងាយប៉ុន្តែវាមិនងាយហេតុនោះហើយអ្នកខ្លះក៏មើលងាយណាថាអូយរឿងនោះមិនមានពិតទេរឿងកើតទៅភពសុខាវតីវាមិនមានពិតទេគ្មានណាវាងាយអីចឹងទេសូម្បីតែព្រះពុទ្ធយើងខំសន្សំបុណ្យប្រមាណកាប់ឯណោះបូជាទាំងភ្នែកទាំងខួរទាំងខ្លួនទាំងអស់ដើម្បីបានត្រាស់ជាព្រះពុទ្ធហើយយើងគ្រាន់តែសើសើគ្រាន់តែលឹកដល់ព្រះពុទ្ធអមិតាភៈហេតុអីក៏បានកើតទៅភពសុខាវតីហើយរួចផុតពីសង្សារវដ្តវិញ្ញាអីម្លេះគឺថានេះហើយទៅហៅថារឿងពិបាកជឿហើយនោះគឺជារឿងពិបាកមួយដែលមិនអាចដោះសត្វលោកឲ្យផុតពីសង្សារវដ្តព្រះពុទ្ធព្រះអង្គត្រាស់ដឹងមកណាដើម្បីតែមួយយ៉ាងទេដឹកនាំសត្វលោកឲ្យរួចផុតពីសង្សារវដ្តហើយទ្វាធររបស់ព្រះអង្គគឺមានច្រើនណាស់ប៉ុន្តែសំខាន់ក្នុងកាលរបស់យើងនេះកំពុងរស់នៅនេះកាលនេះហៅកាលអាក្រក់វាពិបាកណាស់យើងប្រណិប័តតាមទ្វាធរផ្សេងហ្នឹងវាមិនងាយទេដូចជាយើងសមាធិដើម្បីចូលឈានហ្នឹងវាមិនចូលឈានរួចទេព្រោះអីមនុស្សយើងឥឡូវវាសម័យច្រើនណាស់យើងលោភលន់ណាយើងសម័យឃើញទិញចង់បានឡានចង់បានប្រពន្ធបានប្តីចង់បានទ្រព្យសម្បត្តិច្រើនចង់បានគឺគ្រប់ធនគ្រប់ធឺនៅក្នុងโลกនេះយើងមិនដែលយើងភ្លេចទេហេតុនោះហើយយើងចូលឈានមកមិនរួចវាពិបាកណាស់ទ្វាចូលឈានគឺទ្វាពិបាកបំផុតនៅក្នុងចំណន់យើងហ្នឹងហេតុនោះហើយមានទ្វាធរខ្លះវាអាចងាយស្រួលជាងគឺរលឹកព្រះនាមព្រះពុទ្ធអមិតាភៈហ្នឹងហើយព្រោះអីព្រះពុទ្ធអមិតាភៈព្រះអង្គមុននឹងព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធហ្នឹងព្រះអង្គបានសច្ចាព្រះអង្គថាពេលណាព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធមួយអង្គនឹងមានភពមួយផុសឡើងសម្រាប់ព្រះអង្គហើយភពនេះវាល្អរួចមិនហ្នឹងយើងទៅមើលក្នុងកាពីឃើញហើយសំខាន់គឺក្នុងនោះព្រះអង្គបានសច្ចាថាបើមានអ្នកណាសត្វលោកណានឹករលឹកគឺដឹងឮដល់ឈ្មោះព្រះអង្គហើយនឹករលឹកសូត្រទន្ទិញព្រះនាមព្រះអង្គនឹងបានកើតទៅភពរបស់ព្រះអង្គគឺយើងបានទៅកើតភពបើយើងបានកើតទៅភពសុខាវតីយើងកើតដោយសារបុណ្យបារមីរបស់ព្រះពុទ្ធដោយការអធិដ្ឋានរបស់ព្រះពុទ្ធហើយនោះហើយទោះបីមិនអាចក៏វាអាចដែរព្រោះអីព្រះពុទ្ធបានត្រាស់ជាព្រះពុទ្ធហើយបើព្រោះអីព្រះអង្គបានអធិដ្ឋានទាំងពីព្រះអង្គមិនតាន់បានត្រាស់ម្លេះព្រះអង្គថាបើកាលណាព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធអមិតាគឺបានត្រាស់ដឹងជាព្រះពុទ្ធណាគឺសត្វលោកណាបានប្រាថ្នាចូលទៅកើតនៅភពព្រះអង្គហើយបានឮឈ្មោះព្រះអង្គហើយសូត្រទន្ទិញព្រះនាមព្រះអង្គ
នឹងបានកើតទៅភពរបស់ព្រះអង្គគឺហេតុនោះហើយបើដូចជាពាក្យអធិដ្ឋានរបស់ព្រះអង្គវាមិនស័ក្តិសិទ្ធិគឺព្រះអង្គមិនបានត្រាស់ទេយើងត្រូវតែគិតព្រោះអីព្រះអង្គបានអធិដ្ឋានមិនព្រះអង្គបានត្រាស់ហើយតែបានត្រាស់ហើយនឹងគឺពាក្យអធិដ្ឋានរបស់ព្រះអង្គនឹងវាត្រូវតែស័ក្តិសិទ្ធិវាត្រូវតែត្រូវដូចអ្វីដែលព្រះអង្គបានអធិដ្ឋានហើយនោះហើយសំខាន់គឺយើងមកបានកើតទាំងអស់គ្នាយើងបានកើតទៅភពសកលវតីគឺយើងកើតដោយសារបុណ្យបារមីរបស់ព្រះពុទ្ធចុះមិនមែនយើងកើតដោយសារយើងសន្សំបុណ្យបារមីដូចជាព្រះពុទ្ធសម្មាសម្ពុទ្ធយើងនោះទេហើយនោះហើយវាមានការហៅថាពិសេសគឺថាយើងសន្សំបារមីដោយព្រះពុទ្ធយើងវាពិបាកណាយូរណាស់ហើយដើម្បីត្រាស់បានជាព្រះពុទ្ធមួយអង្គនៅលើផែនដីយើងនឹងវាកម្រណាស់មានផែនដីខ្លះគឺគ្មានព្រះពុទ្ធត្រាស់ផងមានមនុស្សលោកមានសត្វលោករស់នៅប៉ុន្តែអត់មានព្រះពុទ្ធត្រាស់ទេមានតែផែនដីយើងនឹងមាន5អង្គឥឡូវនៅមួយអង្គទៀតមិនតាន់ត្រាស់ទេនៅប្រហែលលានឆ្នាំទៀតហ្នឹងមិនមែនសើនៅគេថាពី5000ឆ្នាំមិនមែនទេវាមិនត្រូវទេណាអត់ត្រូវទេព្រះពុទ្ធសាមេត្រីព្រះអង្គត្រាស់ពេលមនុស្សមានអាយុ84,000ឆ្នាំទើបព្រះអង្គត្រាស់ឥឡូវមនុស្សយើងអាយុ70ឆ្នាំនោះมันអាចព្រះពុទ្ធมันអាចមកត្រាស់នៅក្នុងចំនួនយើងបានទេហើយនោះហើយអ្នកណាឃើញតិចស្អាមេត្រីឯនេះតិចស្អាមេត្រីឯណោរបស់ខ្លាំងខ្លាយទាំងអស់មិនអត់មានការប្រតិហើយនៅចំនួនយើងអត់មានព្រះស្អាមេត្រីណាទេណាហើយប៉ុន្តែក៏មិនសំខាន់បើយើងចង់តន់ព្រះភពចង់តន់ព្រះស្អាមេត្រីយើងខំប្រឹងទៅភពសុខាវតីទៅវានឹងតន់ណាព្រោះអីបានកើតទៅភពសុខាវតីហើយមនុស្សយើងអត់ស្លាប់ទេរស់អមតៈពេលនោះចង់តន់ព្រះស្អាមេត្រីគឺតន់ងាយស្រួលហើយបើយើងបានទៅកើតទៅភពសុខាវតីហើយយើងក៏មិនត្រូវការមកភពផែនដីនឹងធ្វើអីដែរបើយើងត្រូវការចង់មកក៏បានដែរប៉ុន្តែបើយើងប្រៀបធៀបភពផែនដីយើងនឹងទោះបីចំនួនល្អល្អះខ្លាំងណាស់ក៏ដោយទោះបីជាចំនួននោះវាល្អល្អះដូចជាចំនួនព្រះពុទ្ធសាមេត្រីក៏ដោយក៏មិនអាចប្រៀបធៀបជាមួយភពសុខាវតីរបស់ព្រះពុទ្ធអមេតាបានដែរគឺមិនអាចទេណាព្រោះអីនៅភពផែនដីយើងទោះបីមនុស្សចំនួននោះអាយុដល់84,000ឆ្នាំប៉ុន្តែគង់តែស្លាប់ហើយមនុស្សស្អាតដូចគ្នាគ្មាននឿអាក្រក់គ្មានខ្វិនខ្វង់ហើយក៏គ្មានកាប់សម្លាប់គ្នាហើយក៏គ្មានដើមគ្នាអីអញ្ចឹងនោះគឺគ្មានទេចំណន់ព្រះពុទ្ធសាមេត្រីគឺមនុស្សលោកយើងដូចជាទេវតាអញ្ចឹងវាល្អណាស់ហើយគោរពគ្នាខ្លាំងណាស់គ្មានណាដើមអីណាបច្ចេកបច្ចាន់នេះគ្នាគឺអត់មានទេគឺថាមនុស្សស្អាតដូចគ្នាមានដូចគ្នាយើងមិនថាមានយើងមិនត្រូវថាមានក្រទេចំនួននោះគេមិនបន្ទុកទ្រព្យសម្បត្តិធ្វើជានឹកមែនទេព្រោះអីគេមិនកចៃធ្វើរឿងនឹងទេអាហារមានស្រាប់យើងគ្រាន់តែទៅបេះមកហូបហើយវាដកឯងមិនបាច់បញ្ជួស្រែមិនបាច់ប្រុសស្រូវអីទេវាមិនត្រូវការទេចំនួនយើងទៅត្រូវការធ្វើចុងដើម្បីមានស្រូវនឹងក៏មិនដាំបាយហូបតែចំនួនព្រះពុទ្ធសាមេត្រីយើងគ្រាន់តែចង់ហូបអីយើងទៅបេះមកហូបហើយវាមានផ្លែឈើសម្រាប់មនុស្សលោកពេលចំនួននោះគឺថាធម្មជាតិកើតមកដើម្បីចិញ្ចឹមសត្វលោកទាំងរងសត្វលោកមិនបាច់ធ្វើអីទេគ្រាន់តែក្លៀនទៅបេះមកហូបគឺរួចស្រេចវាល្អណាស់ម្លឹងហើយបើភពសុខាវតីល្អជាងនឹងទៀតយើងមិនបាច់ទៅបេះហូបទៀតយើងគ្រាន់តែនឹកឃើញចង់ហូបអីហ្នឹងបាយមកហូបអាហារផុសឡើងក្នុងមុខយើងហ្នឹងហើយយើងគ្រាន់តែហូបហើយវាក៏បាត់ទៅវិញអស់មិនបាច់លាងចានទេហើយមិនបាច់ឈឺពោះទេ
គឺថាអស្ចារ្យទេអស្ចារ្យតែឋានសួគ៌អស្ចារ្យនៅចុះនិយាយអីដល់ភពសុខាវតីវាអស្ចារ្យទៀតភពរបស់ព្រះពុទ្ធគឺអស្ចារ្យហើយនោះបើព្រះពុទ្ធបើព្រះសម្មាសម្ពុទ្ធយើងណាព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គមិនទេសនាមពីភពសុខាវតីទេគឺថាព្រះអង្គមិនអាចប្រោសសត្វលោកបានប៉ុន្មានទេព្រោះអីណាគេមានបិណ្ឌបារមីច្រើនដើម្បីគេចូលឈានគេត្រាស់ដឹងជាព្រះអរហន្តនឹងវាមិនច្រើនទេតិចណាស់មានតែទ្វាធម៌មួយគឺសុខាវតីនឹងហើយគឺអាចប្រោសសត្វលោកទាំងអស់ទោះបីល្ងងខ្លៅទោះបីប្រាជ្ញឆ្លាតទោះបីក្រមានកូនស្ដេចកូននិមឺនឬកូនរាជឬមនុស្សលោកដ៏សាមញ្ញមួយក្រីក្រយ៉ាងណាក៏ដោយប៉ុន្តែឲ្យតែជឿថាមានភពសុខាវតីប្រាថ្នាកើតទៅភពសុខាវតីហើយនឹករលឹកសូត្រដល់ព្រះនាមព្រះពុទ្ធអមិតាភៈនឹងបានកើតទៅភពរបស់ព្រះទាំងអស់ហើយនោះគឺមានតែទ្វាធម៌នឹងទេទើបព្រះពុទ្ធទាំងគ្រប់ព្រះអង្គនៅគ្រប់ភពទាំងអស់អាចប្រោសសត្វលោកឲ្យបានរួចពីសង្សារវដ្តដោយបានច្រើនបំផុតហើយសូមប្រឹងបានណានិយាយចង់ច្រើន